បច្ចុប្បន្នយុវជនកម្ពុជាមានឱកាសជាច្រើនក្នុងការជ្រើសរើសផ្លូវសិក្សាការអប់រំបច្ចេកទេសគឺជាផ្លូវមួយដែលអាចនាំពួកគាត់ឆ្ពោះទៅរកអាជីពការងារគ្រប់ប្រភេទស្របទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នសូមស្វាគមន៍មកកម្មវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសជំនាញបច្ចេកទេសនៅតាមវិទ្យាល័យគឺផ្ដល់នៅជំនាញមួយជាក់លាក់សម្រាប់សិស្សានុសិស្សដែលគាត់រៀនចប់ពីឌីប្លូមហ្នឹងគាត់អាចដាក់ពាក្យចូលរៀនបានហើយដាក់ពាក្យរៀនរយៈពេល3ឆ្នាំបងប្អូនដែលរៀនខាងបច្ចេកទេសគាត់រៀនទាំងមុខវិជ្ជាទូទៅផងនិងមុខវិជ្ជាបច្ចេកទេសតាមឆ្នាំសិក្សាផងរៀនបច្ចេកទេសគឺគាត់ចាប់យកជំនាញណាមួយជាអាជីពរបស់គាត់ចាសម្រាប់ពេលអនាគតបច្ចុប្បន្នការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសផ្ដល់នូវជំនាញនិងការសិក្សាជាច្រើនដូចជា មេកានិកអេឡិចត្រូនិកអគ្គិសនីសេដ្ឋសាស្ត្របសុបកម្មកុំព្យូទ័រកែច្នៃអាហារគណនេយ្យ Digital Media Design និងជំនាញការិយាល័យជួរមុខខ្ញុំបាទឈ្មោះមកវិសាលបច្ចុប្បន្នខ្ញុំជាមន្ត្រីកសិកម្មឃុំប្រចាំនៅឃុំគោដៅក្រុងពពកហើយកាលពីខ្ញុំរៀនវិទ្យាល័យជាសិស្សបច្ចេកទេសហ្នឹងខ្ញុំជាសិស្សខាងផ្នែកបសុបកម្មដោយសារតែបើសិនជាអត់បានរៀនបច្ចេកទេសខ្ញុំក៏អត់ងាយស្រួលការសិក្សានៅថ្នាក់ឧត្តមសិក្សាដែរហើយបើសិនជាអត់មានជំនាញពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះកាលដែលនៅជាសិស្សហ្នឹងក៏ខ្ញុំអាចមានសមត្ថភាពឬក៏គ្មានថ្ងៃទៅដល់អ៊ីស្រាអែលដែរហើយក៏អត់មានសមត្ថភាពគ្រឹះនៅក្នុងការប្រឡងប្រកួតប្រជែងចូលជាមន្ត្រីកសិកម្មឃុំដែរយុវជនដែលទើបតែបញ្ចប់ថ្នាក់បឋមភូមិដែលបញ្ចប់ថ្នាក់ទី9ហ្នឹងអាចឲ្យគាត់គិតគូរក្នុងការរើសជំនាញវិជ្ជាជីវៈក្នុងការចាប់ដើម្បីបន្តការសិក្សាថ្នាក់ទុតិយភូមិរបស់ពួកគាត់អញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យគាត់គិតក៏ស្វែងយល់អំពីផ្នែកបច្ចេកទេសដើម្បីបន្តការសិក្សាដើម្បីទទួលបាននៅជំនាញមួយពិតប្រាកដដើម្បីជាទុនសម្រាប់ការចេញប្រកបមុខរបរនៅថ្ងៃអនាគតរបស់ពួកគាត់នាងខ្ញុំឈ្មោះអុតពិសីជាអតីតសិស្សរៀននៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបច្ចុប្បន្ននាងខ្ញុំជាអ្នកបច្ចេកទេសនៅក្រុមហ៊ុនហូយុនកសិកម្មគឺជាក្រុមហ៊ុនចែកចាយជីធម្មជាតិពេលដែលនាងខ្ញុំបញ្ចប់ទី9ភ្លាមក៏ខ្ញុំទទួលបានព័ត៌មានពីពូខ្ញុំចាព្រោះគាត់បរិញ្ញាបត្រនៅនឹងអញ្ចឹងក៏គាត់បានណែនាំថាបើសិនជាយើងឆ្លាញ់នៅជំនាញណាមួយយើងជ្រើសពីថ្នាក់ទី9ទៅឲ្យហើយទៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមជ្រើសរើសមើលជំនាញហ្នឹងអញ្ចឹងវាមានច្រើនជំនាញអញ្ចឹងទៅក៏ខ្ញុំចាប់អារម្មណ៍ទៅលើកសិកម្មសាស្ត្រហ្នឹងតែម្ដងព្រោះមូលហេតុដែលខ្ញុំរៀនខាងហ្នឹងព្រោះខ្ញុំឆ្លាញ់ឲ្យចូលចិត្តតើតើនឹងការដាំដុះដំណាំហើយណាមួយខ្ញុំមើលឃើញថាបើសិនជាខ្ញុំរៀនជំនាញហ្នឹងទៅពេលដែលខ្ញុំចាប់3ឆ្នាំហ្នឹងខ្ញុំអាចបើកអាជីវកម្មខ្លួនឯងឬក៏បម្រើការងារតាមស្ថាប័នឯកជនឬក៏ប្រឡងចូលប្រកខាងតែជាក់ស្ដែងនាងខ្ញុំក៏បន្តវា4ឆ្នាំទៀតអញ្ចឹងពេលដែលខ្ញុំចប់នឹងមកទទួលបានការងារសភាជាប់មុនពេលដែលយើងចប់យើងការពារសារណាអត់ទាន់ចប់អីពេលហ្នឹងតែខាងក្រុមហ៊ុនគេចូលសភាគេចូល MOU មួយសាលាបានជានាងខ្ញុំជ្រើសរើសរៀនជំនាញហ្នឹងដោយសារតែនាងខ្ញុំមានចំណូលចិត្តខាងហ្នឹងតាំងពីនៅថ្នាក់ធម្មសិក្សាតែម្ដងព្រោះខ្ញុំគិតថាបច្ចេកវិទ្យាសប្តាហ៍ថ្ងៃវាកាន់តែទំនើបទៅធ្វើឲ្យនាងខ្ញុំរៀនចប់ងាយស្រួលក្នុងការរកការងារធ្វើហើយនាងខ្ញុំរៀនចប់អាចបង្កើតជាមុខរបរផ្ទាល់ខ្លួនបានហើយក៏អាចធ្វើជាខាងគ្រូបង្រៀនខាងផ្នែកហ្នឹងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសផ្ដល់នូវការសិក្សាដ៏សម្បូរបែបទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងដែលធ្វើឲ្យការសិក្សាប្រកបដោយគុណភាពរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាមួយគ្នានោះគឺយើងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍជំនាញដើម្បីឲ្យគុណសិស្សមានទាំងជំនាញរឹងនិងជំនាញទន់
ដើម្បីឲ្យគេអាចបំពេញការងារប្រកបដោយផលិតភាពគឺធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានការរីកចម្រើនពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍គាត់ទទួលបានឱកាសក្នុងការសិក្សាមុខវិជ្ជាគ្រឹះមួយចំនួនទី2គាត់មានឱកាសទទួលបាននៅជំនាញជាក់លាក់មួយពេលដែលគាត់ជ្រើសរើសហ្នឹងដើម្បីជាមូលដ្ឋានក្នុងការបំពេញការងារហើយនឹងមានឱកាសផ្សេងៗទៀតដូចជាគាត់មានឱកាសទទួលបានអាហារូបករណ៍ការបន្តការសិក្សានៅសាលាឧត្តមសិក្សាហើយក៏មានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសផងដែរហើយក្រៅពីនឹងទៀតសិស្សដែលរៀនបច្ចេកទេសហ្នឹងគាត់បានសិក្សាបន្ថែមលើចំណេញទុនការចុះកម្មសិក្សាទស្សនកិច្ចសិក្សានិងការអនុវត្តជាក់ស្ដែងមើលនៅតាមសហគ្រាសនិងរោងចក្រនានា ក្រុមហ៊ុនបានចុះ MOU ជាមួយនឹងវិទ្យាស្ថានក៏ដូចជាសាកលវិទ្យាល័យមួយចំនួនយើងចង់បង្កើនសកម្មភាពដូចជាការចុះកម្មសិក្សាក៏ដូចជាការផ្ដល់ឱកាសការងារនិងការទស្សនកិច្ចសិក្សាផ្សេងៗទៅដល់បងប្អូននិស្សិតហ្នឹងមកដល់ក្រុមហ៊ុនផ្ទាល់ ចំពោះការត្រៀមខ្លួនរបស់បងប្អូនដើម្បីមកទទួលឱកាសការងារផ្ទាល់នៅខាងក្រុមហ៊ុនដែលទី1ហ្នឹងគឺគាត់ត្រូវតែជាបុគ្គលម្នាក់ដែលគាត់ពូកែទៅលើទាំង hard skill និង soft skill ដែល hard skill នេះយើងផ្ដោតសំខាន់ទៅលើជំនាញរឹងជំនាញរឹងនេះគឺគាត់ត្រូវតែចេះច្បាស់ទៅលើជំនាញដែលគាត់បានសិក្សាពីខាងសាកលវិទ្យាល័យរបស់គាត់ផ្ទាល់តាក់ទងជាមួយនឹងជំនាញទុនគឺគាត់ត្រូវតែជាបុគ្គលម្នាក់ដែលមានភាពជាអ្នកដឹកនាំមានភាពស្មោះត្រង់មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ ហើយបន្ទាប់ចំណុចទី2ហ្នឹងគឺគាត់ត្រូវតែជាបុគ្គលម្នាក់ដែលគាត់ប្រកែទៅលើផ្នែក digital skill ហើយចំណុចបន្ទាប់មកទៀតហ្នឹងគឺភាសាដែលបន្ទាប់ពីភាសាជាតិរបស់យើងហ្នឹងគឺគាត់ត្រូវតែចេះទៅលើភាសាអង់គ្លេសភាសាថៃនិងភាសាចិនផ្សេងៗដើម្បីពង្រឹងសមត្ថភាពរបស់គាត់នៅក្នុងវិស័យការងារ មានសិស្សជាច្រើនបានបញ្ចប់ការសិក្សាផ្នែកអប់រំបច្ចេកទេស ហើយទទួលបានអាហារូបករណ៍ទៅគ្រឹះស្ថានឧត្តមសិក្សាជាច្រើន សម្រាប់នាងខ្ញុំផ្ទាល់គឺបន្ទាប់ពីនាងខ្ញុំរៀនចប់បច្ចេកទេសនៅក្នុងវិទ្យាល័យមកហើយគេរើសយកអាហារូបករណ៍ច្រើនអញ្ចឹងនាងខ្ញុំមានឱកាសច្រើនដោយសារនាងខ្ញុំជាសិស្សជំនាញស្រាប់ដូច្នេះហើយទើបមានឱកាសច្រើនក្នុងការដាក់ពាក្យអាហារូបករណ៍រៀនបន្តការសិក្សាផ្នែកជំនាញហ្នឹងសម្រាប់នាងខ្ញុំផ្ទាល់នៅថ្ងៃអនាគតបន្ទាប់ពីរៀនចប់បរិញ្ញាបត្រហើយនាងខ្ញុំចង់ដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនមួយបន្ទាប់មកនាងខ្ញុំយកចំណេះដឹងជំនាញក៏ដូចជាដើមទុនដែលខ្ញុំបានទៅធ្វើការហ្នឹង យកមកអភិវឌ្ឍដូចជាបង្កើតកសិដ្ឋានខ្លួនឯងមិនថាកសិដ្ឋានចំសត្វឬក៏កសិដ្ឋានផលិតចំណីសត្វទេជាចុងក្រោយនាងខ្ញុំសូមផ្ដល់ជាដំបូន្មានក៏ដូចជាអនុសាសន៍ទៅដល់បងប្អូនចំនួនក្រោយឲ្យពួកគាត់មានចំណាប់អារម្មណ៍រៀនជំនាញបច្ចេកទេសដោយសារជំនាញបច្ចេកទេសគឺធ្វើឲ្យយើងមានចំណេះដឹងនិងគ្រឹះស្រាប់ដើម្បីយើងបន្តការសិក្សាក៏ដូចជាចាប់យកអាជីពការងារនៅពេលអនាគតបានអញ្ចឹងគឺពួកគាត់អាច ជ្រើសរើសទៅរៀនបន្តនៅសាកលវិទ្យាល័យល្បីៗក៏ដូចជាសាកលវិទ្យាល័យល្បីនៅក្រៅប្រទេសដូចជាប្រទេសថៃជាដើមគឺគេគាំទ្រខ្លាំងទៅលើជំនាញបច្ចេកទេស ជាជាងស្ដាប់តែអ្វីដែលខ្ញុំនិយាយអ្នកអាចមកមើលផ្ទាល់ដោយខ្លួនឯងបាន ខ្ញុំជាឆ្នាំទី 2 ក្រោយការឆ្លងកាត់រយៈពេល 2 ឆ្នាំហ្នឹងគឺខ្ញុំទទួលបានអត្ថប្រយោជន៍ច្រើនមែនទែនដោយសារអីខ្ញុំចេះបាននឹងទ្រឹស្ដីហើយខ្ញុំចេះទាំងការអនុវត្តហើយខ្ញុំចេះទាំងការកែច្នៃនំដូចជានំ muffin នំ donut ទឹកភេសជ្ជៈនិងជ្រក់ជាដើម ដែលខ្ញុំចាប់យកជំនាញហ្នឹងដោយសារនៅពេលអនាគតទៅខ្ញុំចង់មានគម្រោងបើកហាងលក់នំមួយលោកគ្រូ ការអប់រំបច្ចេកទេសឬក៏ការអប់រំជីវៈហ្នឹងវាជាមូលដ្ឋានគ្រឹះមួយដែលអាចឲ្យយុវជនមានឱកាសបន្តការរៀនសូត្រហើយនឹងបន្តអភិវឌ្ឍខ្លួននៅកម្រិតសិក្សាបន្តទៀតបានហើយក៏ជាមូលដ្ឋានសំខាន់ដែរក្នុងការកសាងសេដ្ឋកិច្ចក្នុងសង្គមយើងខ្ញុំចង់ជំរាបជូនថាបច្ចុប្បន្ននេះការរៀនបច្ចេកទេសនេះវាជាមូលដ្ឋានមួយដែរដែលអាចជួយទាំងយុវជនជួយទាំងគ្រួសារហើយជួយទាំងសង្គមជាតិ វាមិនត្រឹមតែជាការសិក្សានោះទេតែវាជាស្ពាននាំអ្នកទៅកាន់ពិភពនៃឱកាសការងារ